សុស្ដីខ្ញុំគឺជាវិជ្ជបណ្ឌិត A នាវាលេឌីសាន់កាវិជ្ជបណ្ឌិតវះកាត់ឆ្អឹងនិងអ្នកប្រឹក្សាធំនៅមន្ទីរពេទ្យ Apollo ខេនៃថ្ងៃនេះយើងនឹងនិយាយអំពីយុគសម័យថ្មីសម្រាប់វិស័យឆ្អឹងហៅថា Autobiologic ជាអ្វី Autobiologic គឺជាវិធីដែលយើងព្យាបាលជំងឺរបស់អ្នកដោយប្រើកោសិកាខ្លួនអ្នកផ្ទាល់ឧទាហរណ៍ប្រសិនបើអ្នកមានរបួសវាត្រូវការពេលប្រហែល8សប្តាហ៍ដើម្បីជាសះស្បើយប៉ុន្តែរបួសដូចគ្នានេះឧទាហរណ៍របួសសរសៃកង់ tendinitis វាអាចជារោគ plantar fasciitis វាអាចជារោគ tennis elbow ឬក៏ tendinous tendinitis ដូច្នេះនេះជារឿងដែលអាចព្យាបាលដោយប្រើឈាមដែលសម្បូរទៅដោយ plasma platelet-rich plasma មានន័យថាយើងយកឈាមរបស់អ្នកផ្ទាល់ពីឈាមរបស់អ្នកយើងផលិតកោសិកាជាលិកា stem cells ហើយកោសិកានោះត្រូវបានចាក់ទៅកន្លែងរបួសដើម្បីឲ្យការរលាកជាសះស្បើយយ៉ាងលឿនវាមិនត្រឹមតែជួយឲ្យជាសះស្បើយប៉ុណ្ណោះទេវាក៏ជួយឲ្យកោសិកាធម្មតាធ្វើការលូតលាស់ឡើងវិញផងដែរដូច្នេះពេលដែលអ្នកនិយាយអំពីឈាមសម្បូរ plasma platelet-rich plasma មានប្រភេទជាច្រើននៃឈាមសម្បូរ plasma មានឈាមសម្បូរ plasma ប្រភេទធម្មតាមានឈាមសម្បូរ plasma ប្រភេទដុសទ្វេដងមានឈាមសម្បូរ plasma ប្រភេទ cytokine ហើយក៏មានឈាមសម្បូរ plasma ប្រភេទ Goldic ផងដែរដូច្នេះពីផលិតផលដែលមកពីឈាមឥឡូវយើងបានបន្តទៅផលិតផលដែលមកពីខួរឆ្អឹងដូច្នេះតើយើងមានអ្វីខ្លះនៅក្នុងខួរឆ្អឹងអ្នកជំងឺវ័យក្មេងអ្នកដែលមានជំងឺអាធ្រាត្រវ័យក្មេងឬអ្នករងរបួសកីឡាដែលមានរបួសតូចលើសសរសៃ meniscus ទាំងអស់នេះមិនចាំបាច់ត្រូវការវះកាត់ទេគ្រាន់តែចាក់ថ្នាំសាមញ្ញប៉ុណ្ណោះនៅមន្ទីរពេទ្យ Apollo យើងមានចំនួនករណី Evan ដែលបានព្យាបាលដោយការបដូរខួរឆ្អឹងច្រើនជាងគេនោះគឺជាករណី Evan នៅត្រគាកដែលព្យាបាលដោយមិនប្រើការបដូរត្រគាកទេករណី Evan នៅត្រគាកប្រសិនបើរកឃើញឆាប់យើងប្រើកោសិកាឆ្អឹងដែលបានបណ្ដុះយ៉ាងល្អដុសឆ្អឹងដែលខូចចេញពីត្រគាករបស់អ្នកហើយយើងដាក់ឆ្អឹងថ្មីនេះចូលវិញទើបអ្នកអាចត្រឡប់ទៅជាធម្មតាវិញនេះជាការរីកចម្រើនថ្មីបំផុតក្នុងវិស័យវះកាត់ឆ្អឹងវាហៅថា Autobiologics ដែលយើងព្យាបាលអ្នកដោយធម្មជាតិគ្រាន់តែប្រើសម្រន់ចាក់ថ្នាំប៉ុណ្ណោះ